រដ្ឋបាលលោកត្រាំកាលពីថ្ងៃច័ន្ទបានបញ្ជាឲ្យទាហានម៉ារីនអាមេរិកចូលទៅក្នុងទីក្រុង Los Angeles និងបានបង្កើនការឆ្មក់ចាប់លើជនអន្តោប្រវេសន៍ដែលសង្ស័យថាមិនមានឯកសារដែលជំរុញឲ្យមានកំហឹងកាន់តែខ្លាំងឡើងពីក្រុមបាតកោតាមដងផ្លូវនិងមេដឹកនាំប្រជាធិបតេយ្យហើយក៏បានបង្កើនការព្រួយបារម្ភអំពីវិបត្តិជាតិនេះបើតាមការចុះផ្សាយរបស់ Reuters ក្រុមមន្ត្រីបាននិយាយថាទាហានម៉ារីនប្រមាណ700នាក់ដែលមានមូលដ្ឋាននៅភាគខាងត្បូងរដ្ឋ California ត្រូវបានរំពឹងថានឹងទៅដល់ទីក្រុង Los Angeles នៅយប់ថ្ងៃច័ន្ទឬព្រឹកថ្ងៃអង្គារដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសហព័ន្ធដើម្បីបង្ក្រាបបាតកម្មតាមដងផ្លូវដែលប្រឆាំងនឹងការចាប់ឆ្មក់ជនអន្តោប្រវេសន៍ទន្ទឹមនឹងនេះមន្ត្រីលោកត្រាំបានចាត់ទុកការតវ៉ានេះថាគ្មានច្បាប់និងបានស្ដីបន្ទោសរដ្ឋនិងគណៈបកប្រជាធិបតេយ្យនៅមូលដ្ឋានចំពោះការអនុញ្ញាតឲ្យមានចលាចលនិងការការពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារនៅទីក្រុងសម្រាប់ទីជម្រកប្រតិបត្តិការអនុវត្តរបស់យោធានិងសហព័ន្ធបានធ្វើឲ្យគណៈបកនយោបាយធំៗពីររបស់អាមេរិកមានភាពប្រកម្មរកបន្ថែមទៀតខណៈដែលលោកត្រាំដែលជាគណៈបកសាធារណរដ្ឋបានគម្រាមចាប់ខ្លួនអភិបាលរដ្ឋ California លោក Gavin Newsom ពីបទប្រឆាំងនឹងការបង្ក្រាបរបស់សហព័ន្ធរដ្ឋ California បានប្តឹងរដ្ឋបាលលោកត្រាំឲ្យរារាំងការដាក់ពង្រាយឆ្មាំជាតិនិងកងម៉ារីនកាលពីថ្ងៃច័ន្ទដោយលើកហេតុផលថាវាបានបំពានច្បាប់សហព័ន្ធនិងអធិបតេយ្យភាពរដ្ឋសមាជិកព្រឹទ្ធសភាលោក Jake Wittមកពីគណៈបកប្រជាធិបតេយ្យបាននិយាយថាលោកមានបញ្ហាធ្ងន់ធ្ងរចំពោះការដាក់ពង្រាយកងម៉ារីនដែលកំពុងបំពេញកាតព្វកិច្ចឲ្យលោកត្រាំលោកបានមានប្រសាសន៍ថាចាប់តាំងពីការបង្កើតប្រទេសរបស់យើងមកប្រជាជនអាមេរិកមានភាពច្បាស់លាស់ឥតខ្ចោះយើងមិនចង់ឲ្យយោធាអនុវត្តច្បាប់លើទឹកដីសហរដ្ឋអាមេរិកទេការប្រកាសថាកងម៉ារីននឹងត្រូវបានពង្រាយត្រូវបានធ្វើឡើងនៅថ្ងៃទី4ជាប់គ្នានៃការតវ៉ាកាលពីថ្ងៃច័ន្ទប៉ូលីសបានចាប់ផ្ដើមបំបែកបាតកោរាប់រយនាក់ដែលប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលឃុំឃាំងសហព័ន្ធក្នុងទីក្រុង Los Angeles ដែលជាកន្លែងដែលជនអន្តោប្រវេសន៍ត្រូវបានឃុំខ្លួនប៉ូលីសបាននិយាយថាការចាប់ខ្លួនកំពុងត្រូវបានធ្វើឡើង